បាទសូមជម្រាបសួរនិងសូមស្វាគមន៍មកកាន់ Channel YouTube Cambo Farm ទាំងអស់គ្នាជាទីគោរពរាប់អាននិងជាទីស្រឡាញ់ថ្ងៃនេះខ្ញុំបាទសូមនាំអារម្មណ៍របស់បងប្អូនទាំងអស់គ្នាមកកាន់ Channel YouTube របស់ខ្ញុំម្ដងទៀតគឺមានការឲ្យចំណីសត្វមាន់ទានិងកង្ហានដែលចិញ្ចឹមជាលក្ខណៈគ្រួសារបាទដូចបងប្អូនបានឃើញនៅក្នុងរូបភាពនៃការចិញ្ចឹមរបស់ខ្ញុំគឺខ្ញុំលាយបន្លែឲ្យខ្លួនឯងគឺថ្ងៃនេះខ្ញុំបានបេះត្រកួនមកហាន់ដើម្បីផ្សំជាចំណីសម្រាប់មាន់ទានិងកង្ហានរបស់ខ្ញុំជាលក្ខណៈគ្រួសារហើយត្រកួនជាសោតគឺខ្ញុំដាំនៅក្បែរផ្ទះនេះទេដូចបងបានឃើញនៅត្រកួននេះស្រាប់គឺខ្ញុំដាំនៅក្បែរផ្ទះនេះច្រើនខ្ញុំលក់ត្រកួននេះបានខ្លះហើយក៏ដូចជាសម្រាប់ធ្វើជាចំណីសត្វនិងធ្វើជាបន្លែសម្រាប់ខ្លួនឯងផងដែរមាន់ទាយើងចិញ្ចឹមជាលក្ខណៈគ្រួសារអញ្ចឹងគឺទទួលបានផលល្អកាត់បន្ថយការចំណាយបានច្រើនបាទដើម្បីផ្គត់ផ្គង់នៅជីវភាពគ្រួសាររបស់យើងបានច្រើនបាទម្ហូបអាហារប្រកបដោយសុវត្ថិភាពនិងអនាម័យបាទហើយនឹងចំណូលបានសេដ្ឋកិច្ចមួយភាគទៀតសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរក្នុងសហគមន៍គាត់ត្រូវការគាត់អាចកម្មងមករកយើងបានអញ្ចឹងខ្ញុំនៅតែលើកទឹកចិត្តឲ្យបងប្អូនងាកទៅរកការចិញ្ចឹមសត្វទាំងអស់គ្នាទោះបីជាចិញ្ចឹមមាន់ទាមេ2 3ក្បាលមាន់2 3ក្បាលទា2 2ក្បាលកង្ហានមានក៏តាមដំណើរអាហ្នឹងវាជាការចូលរួមដើម្បីកាត់បន្ថយការចំណាយនិងបង្កើនចំណូលសម្រាប់ជីវភាពគ្រួសារបាទការរកចំណូលបែបគ្រួសារនេះមានប្របាក់ទេដូចខ្ញុំជាក់ស្ដែងទៅខ្ញុំធ្វើការតែខ្ញុំឆ្លៀតពេលព្រឹកបាទពេលព្រឹកតែកន្លះម៉ោងឬ1ម៉ោងពេលព្រឹកខ្ញុំរកចំណីឲ្យមាន់ឲ្យទារបស់ខ្ញុំលាយឲ្យវាអញ្ចឹងទៅហើយឲ្យវាស៊ីយើងអាចតាមដានដឹងសុខភាពរបស់វាបានពេលល្ងាចយើងដាក់ឲ្យស៊ីម្ដងទៀតនោះសុខភាពមាន់ទារបស់យើងវាមានសុខភាពល្អហើយយើងអាចចិញ្ចឹមវាបានអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាចូលរួមការចិញ្ចឹមជាលក្ខណៈគ្រួសារដូចខ្ញុំអញ្ចឹងទៅដើម្បីបានទិន្នផលល្អហើយកាត់បន្ថយការចំណាយផ្សេងហើយនឹងទទួលបានលទ្ធផលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារនេះមុនខ្ញុំនេះធាត់ឆ្លោះល្អណាស់បាទដូចបងប្អូនបានឃើញអញ្ចឹងបាទមិនមានអីច្រើនទេមានវីដេអូនេះបង្ហាញបងប្អូនតែប៉ុណ្ណេះនឹងចង់បញ្ចប់នៃវីដេអូនោះក៏សូមជូនពរឲ្យបងប្អូនទាំងអស់គ្នាប្រកបដោយសុខសុវត្ថិភាពហើយនឹងជោគជ័យក្នុងមុខរបរប្រកបរបរចិញ្ចឹមទទួលទានមានបានបាទអរគុណច្រើនបាទយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតដែលបងប្អូនបានចែករំលែកឲ្យខ្ញុំបានដឹងផងទាក់ទងនឹងការចិញ្ចឹមសត្វរបស់បងប្អូនបាទយើងចូលរួមទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលាបាទអរគុណ